ចាសួស្តីស្វាគមន៍ការចូលកាន់ Channel Lifestyle របស់យើងខ្ញុំថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍ប្រិយមិត្តអ្នកសិក្សាទាំងអស់មកធ្វើការស្ដាប់នៅការសង្ខេបរឿងព្រះវេស្សន្តរដែលជាការបកប្រែពីភាសាបាលីសំស្ក្រឹតដោយលោកញុកថែមនៅក្នុងឆ្នាំ1953ចាសសូមធ្វើការស្ដាប់ដូចតទៅក្នុងការព្រះពុទ្ធយើងទៅកាន់នគរកបិលពស្តុតាមសេចក្តីរតនារបស់ព្រះបាទស្រីសុទ្ធោជាពុទ្ធបិតាព្រះពុទ្ធបានថ្វាយបង្គំព្រះបិតាគ្រានោះស្រាប់តែផ្ទៃមេឃបានបង្អុរភ្លៀងបោកហារិពណ៌ដ៏អស្ចារ្យគឺនរណាចង់ទៅទឹកទៅទឹកនរណាពុំចង់ទៅទឹកក៏អត់ទៅទឹកឡើយដែលហេតុនេះហើយទើបព្រះពុទ្ធទ្រង់បានសម្ដែងធម្មទេសនានៃរឿងព្រះវេស្សន្តរនោះថាព្រះបាទសិរិមហារាជជាស្ដេចនៃនគរចេតោទរៈទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសញ្ជ័យចាទ្រង់បានអភិសេកព្រះបាទស្រីសញ្ជ័យនឹងជាមួយនឹងព្រះនាងផុសតីជាបុត្រីនៃព្រះបាទមន្តរាជបុព្វប្រវត្តិព្រះនាងផុសតីគឺព្រះនាងផុសតីនឹងកាលពីចុងកັບទី91ទ្រង់គឺជាបុត្រនៃព្រះបាទពន្ធុមរាជទ្រង់បានបូជានៅលំអិតក្លឹមច័ន្ទដល់ព្រះពុទ្ធវិបស្សីដោយផល្លានិសង្ឃធ្វើឲ្យព្រះនាងផុសតីនឹងមានក្លិនកាយក្រអូបហើយបានคล้ายទៅជាអគ្គមហេសីនៃព្រះឥន្ទ្រាធិរាជក្រោយពេលដែលព្រះឥន្ទ្រាធិរាជបានដឹងថាព្រះនាងផុសតីត្រូវស្យុទ្ធចាទេវលោកព្រះឥន្ទ្រាធិរាជនឹងក៏បានប្រទានពរ10ប្រការគឺទស្សពរដល់ទៅព្រះនាងផុសតីតាមសេចក្តីត្រូវការនោះចាគឺ1ឲ្យបានជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យនានគរចេតោទរៈទី2ឲ្យមានភ្នែកល្អមានភូមិមងកោងត្រទេសត្រទួយដោយចង្គួយកៅតាន់ទី3ឲ្យមានឈ្មោះថាផុសតីដដែលទី4ឲ្យមានកូនប្រុសមួយមានកិត្តិនាមល្បីល្បាញទី5ពេលមានគភ៌សូមឲ្យមានផ្ទៃពោះរាបស្មើល្អដោយប្រក្រតីទី6កុំឲ្យមានដោះសណ្ដាយទី7កុំឲ្យមានសក់ស្កូវទី8ត្រូវមានសាច់សម្បល់ស្បែកម៉ត់ខៃល្អដោយសាច់ពពិលមាសទី9ឲ្យមានអំណាចអាចដោះទុក្ខទោសរបស់មនុស្សសត្វទាំងឡាយទី10ត្រូវមានបក្សីគឺហង្សគ្រាកងានកងោកបន្លឺនៅសັບល្វែងល្វើយនាព្រះរាជមន្ទីរចាហើយព្រះនាងផុសតីហ្នឹងពេលដែលសយុទ្ធចាឋានទេវលោកមកក៏បានคล้ายទៅជាបុត្រីនៃព្រះបាទមន្តរាជនេះហើយបានคล้ายទៅជាមហេសីនៃព្រះបាទស្រីសញ្ជ័យក្រោយមកព្រះពោធិសត្វក៏បានចាប់បដិសន្ធិនៅក្នុងផ្ទៃរបស់ព្រះនាងផុសតីហ្នឹងហើយព្រះនាងផុសតីបានធ្វើនៅសាលាឆទាន6ហើយបានចំណាយនៅប្រាក់ 60000 កហបណៈជារៀងរាល់ថ្ងៃដើម្បីធ្វើទានពេលគ្រប់ទសមាសព្រះនាងមន្ត្រីបានធ្វើដំណើរប្រតិសិននគរហ្នឹងហើយពេលនោះធ្វើឲ្យព្រះនាងហ្នឹងបានប្រសូតបុត្រនៅកណ្ដាលពួកឈ្មួញទើបគេបានប្រសិទ្ធនាមព្រះហរស់ថាព្រះវេស្សន្តរហើយក្នុងថ្ងៃនោះដែរគឺមានដំរីសមួយជាដំរីមេមកពីចុះមកពីឋានសួគ៌ហ្នឹងបាននាំយកដំរីសដាក់នៅក្នុងកន្លែងទីលានដំរីមង្គលហើយគេបានប្រសិទ្ធនាមដំរីនោះថាដំរីបច្ច័យនាគពេលដែលទ្រង់ប្រសូតមកដល់ភ្លាមពេលហ្នឹងព្រះអង្គបានស្នើសុំបិតាសុំទ្រព្យមួយចំនួនដើម្បីធ្វើទានព្រះនាងផុសតីចាក៏បានផ្ដល់ប្រាក់100,000 កហបណៈដល់ទៅព្រះវេស្សន្តរដើម្បីធ្វើទានពេលដែលទ្រង់មានបច្ចុប្បន្ន5ឆ្នាំទ្រង់បានផ្ដល់នៅគ្រឿងលេងដែលមានតម្លៃ100,000 កហបណៈដល់ទៅពួកមីនុំគម្រប់9ដងហើយពេលដែលទ្រង់មានប្រជញ្ញ8ឆ្នាំទ្រង់បានប្រាថ្នាធ្វើនៅអច្ឆតិកទានគឺទានក្នុងខ្លួនបើសិននរណាចង់បានទ្រង់ទៅបំរើទ្រង់នឹងទៅបំរើគេបើសិនបើនរណាម្នាក់ចង់បាននៅកែវភ្នែកថ្លើមសាច់ឈាមរបស់ទ្រង់កន្លែងណាក៏ដោយគឺទ្រង់នឹងឲ្យគេទាំងអស់ហើយដល់ពេលដែលទ្រង់ទៅធ្វើការបរិច្ចាគទានម្ដងគឺទ្រង់តែងតែជិះនៅដំរីបច្ច័យនេះទៅជានិច្ចរាមដល់វេលាដែលទ្រង់ពេញមុនទ្រង់ត្រូវទៅសិក្សាទ្រង់បានរៀនចប់នៅក្បួនសិលសាស្ត្រផ្សេងៗរហូតដល់បច្ចុប្បន្ន16វស្សាទ្រង់ក៏បានរៀបអភិសេកជាមួយនឹងព្រះនាងមន្ត្រីហើយបានបុត្រពីរអង្គគឺជាលីជាបុត្រច្បងឯគ្រឹស្ណាជាបុត្រីគឺបុត្រប្អូនចាពេលដែលមានគ្រាមួយគឺនៅដែនក្លឹងរាស
ចានៅដែនខ្លងរៀនហ្នឹងគឺជួបគ្រោះទុរភិក្សមានការរាំងស្ងួតហើយពួកគាត់ហ្នឹងគឺគិតគ្នាថានឹងទៅសុំដំរីមង្គលពីព្រះវេស្សន្តរដោយសារតែដំរីនេះទៅដល់ទីកន្លែងណាទីកន្លែងនោះនឹងជួបនៅសេចក្តីសុខអញ្ចឹងក៏បានចាត់ឲ្យព្រាហ្មណ៍8នាក់គឺមកស្មូមយកដំរីនឹងពេលដែលព្រះវេស្សន្តរកំពុងតែធ្វើដំណើរទៅដាក់ទានណាពួកអ្នកទាំងអស់គ្នាក៏បានស្ទាក់ហើយព្រះវេស្សន្តរក៏បានបកគលដំរីហ្នឹងទៅតាមសេចក្តីប្រាថ្នាហើយក្រោយពេលដែលព្រះវេស្សន្តរបានដាក់ទានដំរីបច្ច័យនេះដល់ទៅស្រុកក្លឹងរាសអ្នកស្រុកស្រីពីរាជរបស់ទ្រង់ហ្នឹងក៏កើតនៅចិត្តខឹងហើយបានទោះបីព្រះវេស្សន្តរហ្នឹងគឺជាស្ដេចនៃនគរចេតុត្តរបច្ចុប្បន្នប៉ុន្តែអ្នកទាំងអស់គ្នាគឺបានគិតតែអ្នកទាំងអស់គ្នាបានទៅស្នើសុំព្រះបាទស្រីសញ្ជ័យហ្នឹងឲ្យបំបងព្រះវេស្សន្តរចាក់ចេញពីនគរឲ្យទៅបួសនៅក្នុងភ្នំគិរីវង្គតតែម្ដងទៅអញ្ចឹងដំបូងឡើយព្រះបាទសញ្ជ័យហ្នឹងគឺគាត់អត់ព្រមទេប៉ុន្តែដោយសារតែអ្នកស្រុកហ្នឹងគឺអត់ព្រមមានកំហឹងយ៉ាងខ្លាំងអញ្ចឹងទៅដោយសារតែការគោរពនៅលទ្ធិប្រជាធិបតេយ្យព្រះបាទស្រីសញ្ជ័យហ្នឹងក៏យល់ព្រមហើយព្រះវេស្សន្តរផ្ទាល់ក៏យល់ព្រមដូចគ្នាចាមុនពេលដែលចាក់ចេញហ្នឹងព្រះវេស្សន្តរបានធ្វើនៅសត្តកមហាទានគឺមាន7មុខក្នុងមួយមុខមាន700ក្នុងនោះមានដំរីមានសេះមានរទេះមានកញ្ញាមានមេកូថ្មាត់មានគោបាខ្ញុំបំរើប្រុសស្រីហើយសំបីតែស្រាដែលជាទានអត់ផលសោះណាក៏ព្រះវេស្សន្តរបានប្រទានដែរហើយពេលនោះនាងព្រះវេស្សន្តរបានមុនពេលធ្វើនេះគឺព្រះវេស្សន្តរបានផ្ដាំទៅនាងមទ្រីឲ្យនាងមទ្រីនឹងនៅក្នុងវគ្គប៉ុន្តែនាងមទ្រីអត់ព្រមទេនាងមទ្រីគឺទទូចទៅក្នុងព្រៃជាមួយក្រោយពេលដែលធ្វើនៅសត្តកមហាទានរួចព្រះនាងផុសតីនឹងក៏បានស្នើសុំឲ្យមទ្រីជាមួយនឹងបុត្រនឹងនៅជាមួយនឹងពួកទ្រង់នៅក្នុងវាំងនឹងដែរប៉ុន្តែនាងនៅតែមិនព្រមព្រោះគាត់គិតថាកូនគឺជាកៅភ្នែកមិនអាចទៅណាឆ្ងាយពីពួកគាត់បានទេហើយព្រះនាងមទ្រីក៏បានបង្ហាញអំពីរូបភាពស្ត្រីមេម៉ាយនិងរូបភាពអាក្រាត3គឺទន្លេគ្មានទឹកហៅថាទន្លេអាក្រាតដែនគ្មានស្ដេចហៅថាដែនអាក្រាតស្ត្រីមេម៉ាយហៅថាស្ត្រីអាក្រាតគ្រាន់តែពោលពីនៅរូបភាពអាក្រាតទាំង3នេះហើយព្រះនាងផុសតីដែលជាមេដាហ្នឹងក៏លែងប្រកែកលែងស្ទាមទាអ្វីទាំងអស់ហើយក្សត្រទាំង4អង្គក៏ធ្វើដំណើរទៅក្នុងព្រៃពេលដែលធ្វើដំណើរទៅបានផុតពីនគរដោយរាជរដ្ឋហើយមានសេះ4ទឹមពេលនោះមានពួកព្រាហ្មណ៍4នាក់ក៏បានចេញមកស្មូមយកសេះទាំង4នឹងព្រះវេស្សន្តរក៏បានប្រទានហើយទៅមុខបន្តិចទៀតក៏មានព្រាហ្មណ៍ម្នាក់ទៀតមកស្មូមយករាជរដ្ឋរបស់ទ្រង់ទៅហើយទ្រង់ក៏បានប្រទានទៅតាមសំណុំពរបន្ទាប់មកទ្រង់ក៏បានចុះដើរដែលបាត់ទៀតទេហើយបានពរជាលីចំណែកឯនាងមទ្រីនឹងពរគ្រឹស្ណាធ្វើដំណើរទៅដល់មេតុលកោព្រះអ្នកនៅក្នុងមេតុលកោនឹងក៏បានចេញមកទទួលហើយព្រមព្រៀងនឹងលើករាជថ្វាយទៅឲ្យព្រះវេស្សន្តរប៉ុន្តែព្រះវេស្សន្តរគឺពុំព្រមជាដាច់ខាតគេក៏បានចាត់ឲ្យអ្នកថ្មព្រៃដែលជាកូនអ្នកស្រុកនៅចេតរិះណាឈ្មោះចេតបុត្រឲ្យទៅចាំយាមនៅមាត់ច្រកចូលទៅព្រំគិរីវង្គតចាំការពារព្រះសុវត្ថិភាពរបស់ព្រះវេស្សន្តរនិយាយពីឈ្មោះយាយចកម្នាក់ឈ្មោះតាជជក់ចាតាជជក់ហ្នឹងគាត់បានសន្សំប្រាក់100កហបណៈហើយបានយកប្រាក់ហ្នឹងទៅផ្ញើនៅព្រាហ្មណ៍ម្នាក់ក៏បានចេញទៅហើយព្រាហ្មណ៍គ្រួសារព្រាហ្មណ៍ហ្នឹងចាយអស់ប្រាក់ទៅគាត់ក៏យកប្រាក់របស់ជូជក់ហ្នឹងយកមកចាយពេលដែលជូជក់ត្រឡប់មកវិញអត់មានប្រាក់ឲ្យគេគាត់ក៏បានលើកកូនស្រីរបស់គាត់ឈ្មោះអាមិតតាបណ្ណាហ្នឹងធ្វើជាប្រពន្ធរបស់តាជជក់ចឹងក្រោយពីបានធ្វើជាប្រពន្ធរបស់តាជជក់ហើយនាងតែងតែក៏បំរើស្វាមីដូចជាស្វាមីទូទៅប៉ុន្តែពេលនោះមានពួកព្រាហ្មណ៍ទាំងឡាយដែលមានប្រពន្ធរួចហើយតែងតែចូលមកលែបខាយនៅនាងធ្វើឲ្យចំពោះរូបនាងធ្វើឲ្យប្រពន្ធពួកព្រាហ្មណ៍ទាំងអស់ហ្នឹងខឹងចំណែនប្រច័នចឹងទៅក៏ទៅវាយធ្វើបាបជាស្ដីនាងពេលហ្នឹងនាងក៏យកលេសប្រាប់ឲ្យតាជជក់ហ្នឹងទៅរកអ្នកបំរើឲ្យនាងតាជជក់គាត់ថាគ្មានប្រាក់ទេប៉ុន្តែនាងថាទៅសុំបុត្ររបស់ព្រះវេស្សន្តរមកចឹងបាច់ចាំអស់ប្រាក់ទេចឹងតាជជក់ហ្នឹងក៏ទៅភ្នំគិរីវង្គតហ្នឹងតាមសេចក្តីបង្គាប់របស់ប្រពន្ធរបស់គាត់ហ្នឹងពេលដែលធ្វើដំណើរទៅដល់មាត់ច្រកចូលភ្នំគិរីវង្គតពេលនោះ
ជួបចិត្តបុត្រឆ្កែរបស់ចិត្តបុត្រនោះបានចេញមកខាំគាត់ក៏ព្យាយាមឡើងលើដើមឈើហើយចិត្តបុត្រឃើញបែបនេះហើយក៏បានយកព្រួញហ្នឹងបំរុងនឹងបាញ់តាជជក់ចោលតែតាជជក់ហ្នឹងគាត់បានប្រាប់ថាគាត់មកទីនេះគឺមានគោលបំណងល្អគាត់គឺជារាជទូតរបស់ព្រះបាទស្រីសញ្ជ័យនាំសារពីព្រះបាទស្រីសញ្ជ័យហ្នឹងមកប្រគល់ឲ្យព្រះវេស្សន្តរគ្រាន់តែឮបែបនេះចិត្តបុត្រហ្នឹងគឺជឿឡើងលឿនចាជឿលឿនតែម្ដងហើយក៏ជប់លៀងឲ្យតាជជក់យ៉ាងឆ្ងាញ់បន្ទាប់មកក៏បានប្រាប់អំពីដំណើរផ្លូវទៅភ្នំគិរីវង្គតច្រកផ្លូវពេលគាត់ធ្វើដំណើរទៅដល់អាស្រមរបស់តាឥសីម្នាក់ប្រាប់ពីទីតាំងរបស់អាស្រមរបស់ព្រះវេស្សន្តរគឺតាជជក់ហ្នឹងគាត់ក៏អត់តន់ទៅដែរគាត់នៅសម្រាប់នៅទីនោះមួយយប់ចាំព្រឹកឡើងចាំគាត់ទៅនៅក្នុងរាត្រីនោះនាងមទ្រីបានសបិនឃើញមានបុរសម្នាក់ស្លៀកទៀបខ្មៅសៀកសម្ពុតអំចត់ចាមានការអាវុធបុថ្លាចូលមកផ្ដួលនាងហើយបានពុះទ្រុងរុងយកថ្លើមកាត់យកខ្វេះភ្នែករបស់នាងទាំងគូនិងពលះយកអង្សាគឺស្មារបស់នាងហ្នឹងគឺយកទៅពេលនោះធ្វើឲ្យមានការផាត់ភ័យយ៉ាងខ្លាំងនាងភ្ញាក់ពីដំណេកវិញនាងបានទៅប្រាសបិនទៅដល់ព្រះវេស្សន្តរព្រះវេស្សន្តរបានកាត់សបិនថាវាជាសេចក្តីល្អទេមិនមែនជាសបិនអីអាក្រក់នោះទេហើយព្រលឹមឡើងនាងក៏ធ្វើដំណើរទៅបេះផ្លែឈើធម្មតាពេលដែលនាងចេញទៅផុតតាជជក់ក៏ចូលមកដល់ហើយពេលនោះគឺព្រះវេស្សន្តរហ្នឹងគឺគាត់មានសេចក្តីសោមនស្សរីករាយមែនតើពីព្រោះរយៈពេល7ខែដែលគាត់ចូលមកក្នុងព្រៃនេះគឺអត់មាននរណាម្នាក់មកស្មូមទេអញ្ចឹងព្រះវេស្សន្តរពេលដែលជួបតាជជក់ហើយពេលដឹងអំពីគោលដៅរបស់តាជជក់ហើយក៏បានលើកបុត្រហើយបានហៅបុត្រទាំងពីរហ្នឹងចូលមកហើយប្រាប់បុត្រទាំងពីរឲ្យជួយធ្វើកុសលផលបុណ្យដើម្បីព្រះបិតារបស់ទ្រង់ហ្នឹងគឺនាំបុត្រនាំមនុស្សទាំងអស់សពសត្វទាំងអស់ហ្នឹងឲ្យរួចផុតអំពីការស្លាប់ចារួចផុតអំពីវាលវដ្តសង្សារអញ្ចឹងទៅទាំងពីរកុមារជាលីនិងទ្រឹស្នាហ្នឹងឃើញមុខតាជជក់គាត់មានការពិតភ័យយ៉ាងខ្លាំងហើយក៏បានរត់ចេញពេលរត់ចេញទៅបាត់តាជជក់ទៅតាមហើយក៏បានចងអ្នកទាំងពីរនឹងវល់ហើយពាត់វាយអ្នកទាំងពីរពេលដែលអ្នកទាំងពីរដើរទៅមុខធ្វើឲ្យតាជជក់ហ្នឹងជពុបជើងទៅលបូតចំណងហ្នឹងពីរអ្នកគាត់ហ្នឹងក៏រត់មករកបិតាហើយជាលីបានសុំបិតាថាបរិច្ចាគតែខ្លួនទៅបានហើយក៏បរិច្ចាគគ្រឹស្ណាអីព្រោះគ្រឹស្ណានៅតូចណាស់អញ្ចឹងនាងមិនអាចទ្រាំទ្របានទេពេលហ្នឹងតាជជក់មកដល់វិញតាជជក់ក៏ចាប់ពេញទាំងពីរហ្នឹងវាយនៅចំពុំមកព្រះវេស្សន្តរហ្នឹងកើតចិត្តខឹងមួយក៏បានលើកធ្នូបំរុងនឹងបាញ់ទៅលើតាជជក់ប៉ុន្តែព្រះវេស្សន្តរក៏បានទប់អារម្មណ៍វិញហើយតាជជក់ក៏បាននាំក្មេងទាំងពីរទៅនិយាយពីនាងមទ្រីពេលដែលនាងមទ្រីទៅដល់ព្រៃនាងមទ្រីហ្នឹងមានពិភ័យយ៉ាងខ្លាំងនាងមទ្រីហ្នឹងមិនអាចធ្វើអ្វីបានទេបីអីក៏អត់បានដែរអញ្ចឹងនាងមទ្រីក៏មានបំណងត្រឡប់មកអាស្រមវិញតែដោយព្រះអិនឬក៏ទេវតាទាំងអស់គឺចង់ឲ្យព្រះវេស្សន្តរបំពេញនៅបុណ្យបរិច្ចាគមានទេវបុត្រ3នាក់ក៏បានប្រែកាឡាជារាជសីមួយខ្លាធំមួយនិងខ្លាដំបងមួយមកពាំងផ្លូវនាងមទ្រីរហូតដល់ល្ងាចទៅពួកគាត់ហ្នឹងបានបំបីផ្លូវប្រែកចេញពីកន្លែងហ្នឹងធ្វើឲ្យនាងមទ្រីហ្នឹងក៏ត្រឡប់ទៅអាស្រមវិញពេលទៅដល់នាងមទ្រីស្វែងរកបុត្រអត់ឃើញសួររកស្វាមីក៏ស្វាមីអត់ឆ្លើយទៀតទីបំផុតនាងបានស្លាប់ក្រោយពីភ្ញាក់ពីការស្លាប់វិញព្រះវេស្សន្តរក៏បានប្រាប់ពីរឿងរ៉ាវទាំងអស់នាងក៏បានមោទនាចាបំពេញនៅបុណ្យបរិច្ចាគនេះទៅក្រោយមកព្រះអិនឃើញទឹកចិត្តថ្លៃថ្លារបស់ព្រះវេស្សន្តរក៏បាននិមិត្តធ្វើជាអនុព្រាមចូលមកស្មុំយកនាងមទ្រីពេលហ្នឹងព្រះវេស្សន្តរគឺអត់ហ៊ានទេប៉ុន្តែដោយសារការសម្លឹងកែភ្នែកធ្វើឲ្យនាងមទ្រីយល់ហើយនាងមទ្រីហ្នឹងក៏បានស្ម័គ្រចិត្តធ្វើជាប្រពន្ធរបស់អន្តព្រាមពេលហ្នឹងព្រះអិនមានការកោតសរសើរហើយក៏បានប្រែកាឡាជាព្រះអិនទ្រាធិរាជហើយក្រោយមកព្រះវេស្សន្តរហ្នឹងក៏បានសុំពរ8ប្រការពីព្រះអិនទ្រាធិរាជដែលក្នុងនោះមានចាពរ8ប្រការនោះមានដូចជាទី1សូមឲ្យ
ព្រះវរីបិតាស្ដេចមកនាំយើងខ្ញុំត្រឡប់ទៅនគរវិញទី2សូមឲ្យមានអំណាចអាចដោះទុក្ខទោសរបស់សត្វទាំងឡាយឲ្យផុតពីសេចក្តីស្លាប់ទី3សូមឲ្យបានជួយសង្គ្រោះដល់ជនកំសត់ទុរគតផុតពីក្តីក្រលំបាកទី4សូមកុំឲ្យមានចិត្តត្រេកត្រអាលខាងផ្លូវកាមគុណជាអកុសលទី5សូមឲ្យចៅជាលីនិងកញ្ញាជីណាបានគ្រប់គ្រងបុរីពិជ័យចេតុត្រៈទី6សូមឲ្យមានអាហារទិព្វកើតឡើងរាល់ថ្ងៃទី7សូមឲ្យការបរិច្ចាគទានកុំបីមានការខ្វះខាតឡើយទី8សូមឲ្យរំលងខន្តីការឋានទុសិតទេវលោកកុំបីខានឡើយចាតទៅពីនេះមកនិយាយពីតាជូជក់ដែលធ្វើដំណើរទៅតាមផ្លូវរយៈពេល15ថ្ងៃទៅដល់នគរផ្លូវបំបីជា2ហ្នឹងតាជូជក់ហ្នឹងក៏ទេវតាបានបង្វែរផ្លូវឲ្យគាត់ហ្នឹងបង្វែងផ្លូវធ្វើដំណើរមកនគរចេតុត្រៈព្រះបាទស្រីសញ្ជ័យបានឃើញតាជូជក់កាន់មានបណ្ដាក្មេងទាំងពីរដោយការចងអញ្ចឹងទៅគាត់ក៏បានហៅមកទៅទើបនឹងថាជាបុត្ររបស់ព្រះបាទវេស្សន្តរហើយពេលដែលនោះទើបដឹងតំណែងពីជលីគ្រឹស្ណាថាបេដានឹងបានប្រទានពេលហ្នឹងធ្វើឲ្យពួកប្រទានខ្លួននឹងឲ្យទៅតាជជក់អញ្ចឹងធ្វើឲ្យពួកមន្ត្រីអាមាទាំងអស់ហ្នឹងកោតទោសថាព្រះវេស្សន្តរសូម្បីតែបុត្ររបស់ខ្លួនឯងហ្នឹងក៏ទ្រង់បានធ្វើការបរិច្ចាគដែរហើយព្រះបាទស្រីសញ្ជ័យហ្នឹងក៏បានបដូរនៅរង្វាន់ជាច្រើនមាសប្រាក់កែកងហ្នឹងឲ្យទៅតាជជក់តាមសេចក្តីត្រូវការហើយនឹងបានជប់លៀងដល់តាជជក់មួយពេលហើយមកតាជជក់ដោយសារតែការហែវហត់ឃ្លៀងខ្លាំងពេកហូបអាហារតតែហល់ដាច់ខ្យល់ស្លាប់តែម្ដងទៅហើយជលីគ្រឹស្ណាបានរៀបរាប់អំពីសេចក្តីទុក្ខសោករបស់ព្រះមេដាបេដាដែលនៅក្នុងព្រៃជាច្រើនខែហើយពេលហ្នឹងគឺព្រះបាទស្រីសញ្ជ័យក៏សម្រេចចិត្តទៅនាំយកព្រះវេស្សន្តរនិងបណ្ឌិតមន្ត្រីត្រឡប់មកនគរវិញពេលដែលទៅដល់សាទាំង6អង្គបានជួបគ្នាយំសោកបោកខ្លួនចារហូតតតែសន្លប់រៀងខ្លួនគ្រានោះហើយទៅភ្លៀងបោកហារីពស់ហ្នឹងគឺបង្អុលចូលមកទៅធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងបានដឹងខ្លួនត្រឡប់ដឹងខ្លួនឡើងវិញទៅហើយព្រះបាទស្រីសញ្ជ័យបានសុំទោសព្រះវេស្សន្តរជាច្រើនប្រការនិងសត្វទាំងបន្ទាប់មកសត្វទាំងអស់ក៏បានត្រឡប់មកវាំងវិញហើយព្រះបាទស្រីវេស្សន្តរនឹងក៏បានសោយរាជនគរនៃនគរចេតុត្រៈរហូតដល់អស់បច្ចុប្បន្នមាយុហើយបានចាប់នឹកក៏បានចាប់កំណើតនៅក្នុងឋានទុសិតចាស្រាប់ទៅឋានទុសិតទៅហើយនគរចេតុត្រៈនេះត្រូវបានជាលីគ្រឹស្ណាហ្នឹងគឺសោយរាជបន្តចាចំពោះតំណែងតំណងរឿងព្រះវេស្សន្តរនៅក្នុងប្រធានតែសេចក្តីយើងឃើញមានដូចជាការគោរពពាក្យសច្ចៈការគោរពលទ្ធិប្រជាធិបតេយ្យភក្តីភាពភាពស្មោះត្រង់ការលះបង់ដើម្បីគ្រួសារការលះបង់ដើម្បីមនុស្សរួមជាតិមនុស្សមានគុណធម៌មានសប្បុរសធម៌ភាពជាកូនកតញ្ញូភាពប្រមូលគុណអ្នកដទៃការមិនប្រើហិង្សាក្នុងការដោះស្រាយបញ្ហាអញ្ចឹងប្រសិនបើមានចំណុចផ្សេងដែលតាក់ទងនៅក្នុងប្រធានថៃក្តីហើយនៅក្នុងរឿងនេះមានអញ្ចឹងសូមបងប្អូនទាំងអស់គ្នាអាចលើកយករឿងព្រះវេស្សន្តរនេះយកមកធ្វើនៅក្នុងសេចក្តីតែសេចក្តីរបស់យើងបានអញ្ចឹងជាចុងក្រោយនឹងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចំណាយពេលដ៏មានតម្លៃរបស់បងប្អូននៅក្នុងការតាមដានស្ដាប់នៅការសង្ខេបរឿងព្រះវេស្សន្តរប្រសិនបើបងប្អូនមានការពេញចិត្តសូមជួយចុច like subscribe និង share ដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតចាសសូមអរគុណសូមគោរពលា